កងងឹតស្លុបដល់បិណ្ឌទី1នំសុពនកាលីចិត្តរំភើបឥតស្បើយបងប្អូនមនីមណាក្រោកឡើងប្រញាប់ដៃកាន់ថាស្បាយទៅវត្តឲ្យឆាប់ឈរជុំចិត្តគ្នាព័ទ្ធជុំវិញព្រះវិហារដើរបីជុំគ្នាឧទ្ទិសផលបុណ្យបោះបាយបន្ទូចទូចដាក់លើដីក្នុងសួនជូនប្រែតរកខ្លួនដែលកំពុងស្រេកឃ្លានអាយ៉ារំវងជុំវិញសាលាឆាន់ចិត្តជ្រះថ្លាព្រោះចិត្តជ្រះថ្លាក្នុងបុណ្យកុសលពូនភ្នំខ្សាច់ផងបួងសួងផលដល់សូមជួបតែសុខសូមជួបតែសុខមង្គលកុំបីខានអាយ៉ារំវងជុំវិញសាលាឆាន់ខ្មែររក្សាប្រពៃខ្មែររក្សាប្រពៃណីឲ្យបានរឹងមាំយូរអង្វែងស្លប់លើសូជួងវត្តបងប្អូននេះមិនណាក្រោកឡើងប្រញាប់ដៃកាន់ថាបាយទឹកមុខស្រង់ស្រាប់ធ្វើវើដំណើរផបផទៅកាន់អារាមឈរជុំចិត្តគ្នាព័ទ្ធជុំវិញព្រះវិហារដើរបីជុំគ្នាអា
មេឃងងឹតស្លប់ឮសូរជុំវត្តបងប្អូនម្នីក្រោកឡើងប្រញាប់ដៃកាន់ថាបាយក្រោកឡើងប្រញាប់ដៃកាន់ថាបាយទឹកមុខស្រងស្រាប់ធ្វើដំណើរភ័ព្វទៅកាន់អារាមឈរជុំចិត្តគ្នាព័ទ្ធជុំវិញព្រះវិហារដើរបីជុំគ្នាព័ទ្ធជុំវិញព្រះវិហារដើរបីជុំគ្នាអត់ទិផលបនបោះបាយបិណ្ឌតូចតូចដាក់លើដីក្នុងសួនដាក់លើដីក្នុងសួនជូនប្រែតរកខ្លួនជូនប្រែតរកខ្លួនដែលកំពុងស្រេកឃ្លានអាយ៉ារំវងជុំវិញសាឆាតោះបងប្អូនរំលែងកុំឲ្យខកខានជួបជុំសម្រាប់មង្គលយាហើយសើចសប្បាយក្អាកក្អាយគ្រប់គ្នាអេទោះយប់អាត្រាក៏មិនព្រួយភ័យព្រោះចិនជ្រះថ្លាក្នុងបនក៏តល់ព្រោះចិត្តជ្រះថ្លាក្នុងបនក៏សល់ពូនភ្នំសាច់ផងបួងសួងផលដល់សូមជួបតែសុខមង្គលកំផលដល់សូមជួបតែសុខមង្គលកំបីខាននៅវសាមេឃាស្រឡាំងឱកាសខែប្របត់មកដល់ទៀតហើយបងប្អូនចិត្តឆ្ងាយគុំនៅកន្តាយរៀបចំខ្លួនហើយទៅស្រុកយើងវិញវិចនំអនសនំកូនជ្រូកច្រយកទៅប្រកែកលោកគ្រូចៅអធិការឧទ្ទឹងក៏សល់ដល់បុព្វការីជនកាដែលបានចែកឋានទៅកាន់លោកខាងមុខអាយ៉ារំវងជុំវិញសាលាឆាន់តោះបងប្អូនរំលែងកុំឲ្យខកខានជំបិណ្ឌជួបជុំសុខមង្គលកល្យានសើចសប្បាយក្អាកក្អាយគ្រប់គ្នានេះគ្នាមើលចុះក្រមុំកំឡុងស្រុកយើងស្លៀកពាក់ប្រពៃណីមើលទៅសមសួនកាន់ចានស្រាក់បាយញញឹមជាប់ខ្លួនសប្បាយមហាសាលក្នុងថ្ងៃភ្ជុំធំសូមទេវតាជួយថែរក្សា